ចាបងអរគុណហើយក៏អរគុណដែរដែលថ្ងៃនេះបងចំណាយពេលវេលាដ៏មានតម្លៃមកដល់ការិយាល័យយើងខ្ញុំដើម្បីធ្វើបទសម្ភាសន៍ជាមួយនឹងខ្ញុំផ្ទាល់ខ្ញុំឈ្មោះសូលីហើយក្នុងនោះដែរពីដើមឡើយខ្ញុំគ្រាន់ជាអ្នករស់ស៊ីម្នាក់ធម្មតាទេហើយទន្ទឹមការរស់ស៊ីខ្ញុំក៏ចូលប្រឡូកក្នុងការគុជេកពិកកពុកនេះអាយចឹងទៅណាបងជាអ្នកគុជេចាជាអ្នកគុជេចាជំនាន់ហ្នឹងគេហៅគុជេបង10ឆ្នាំមុនណាបន្ទាប់មកនៅពេលដែល COVID មកដល់ខ្ញុំក៏បំលែងខ្លួនឯងលេងជាអ្នកគុជេទៀតដែរមកជាអភិវឌ្ឍខ្លួនឯងមកជាភ្នាក់ងារអចលនទ្រព្យហើយពេលនោះទៀតសោតខ្ញុំផ្ដោតទៅលើការលក់តែមួយមុខទេបងតែនៅពេលខ្ញុំចាប់ដើមលក់ពេលវេលាហ្នឹងខ្ញុំគេហៅថាជាបុគ្គលិកឆ្នើមដែរនៅក្នុងការលក់យើងលក់បានច្រើននៅពេលដែលយើងលក់ភ្ញៀវដែលគាត់បានទិញ property ពីខ្ញុំទៅគាត់តម្រូវការឲ្យខ្ញុំដាក់ទ្រព្យគាត់ជួលរួចហើយខ្ញុំក៏បង្វែរខ្លួនឯងមកជាភ្នាក់ងារជួលមកតាំងទៀតដើម្បី support ភ្ញៀវរបស់ខ្ញុំអូបងបើនិយាយបញ្ហាវិញច្រើនមែនតើនៅក្នុងវិស័យការជួលនេះបងដោយតកតងជាមួយនឹងការជួលខ្ញុំខ្លួនឯងផ្ទាល់ត្រូវជិះម៉ូតូដើររក property ខ្លួនឯងចូលក្លុកកលៀតដើរមើលអញ្ចឹងណាបងហើយដូចបងដឹងស្រាប់ហើយតកតងជាមួយនឹងការស្វែងរកផ្ទះជួលអីជួលវាអត់ស្រួលទេបងទៅកន្លែងខ្លះខ្ញុំជួបជាមួយនឹង environment នឹងមិនសូវល្អតកតងជាមួយនឹងអសុវត្ថិភាពសម្រាប់ខ្លួនឯងហើយម្យ៉ាងទៀតខ្ញុំជាស្រីនៅពេលចូលទៅដល់កន្លែងស្ងប់ស្ងាត់បែបអញ្ចឹងវាមានបញ្ហាបន្តិចសម្រាប់ខ្ញុំអញ្ចឹងណាបងហើយក្នុងនោះដែរពិតជាពិបាកស្វែងរកមែនទែនដោយសារតែ property យើងអត់មានក្នុងដៃទេបងយើងត្រូវការដើររកជូនភ្ញៀវហើយបើតាក់ទងជាមួយនឹងពេលវេលាវិញគឺអត់មានពេលខ្លួនឯងសោះបងព្រោះភ្ញៀវភាគច្រើនគាត់ចង់ទៅមើល property គាត់ចង់ទៅមើលពេលល្ងាចគាត់ទៅពីការងារហើយថ្ងៃសៅរ៍ថ្ងៃអាទិត្យដែលជាក់ស្ដែងថ្ងៃសៅរ៍ថ្ងៃអាទិត្យគឺជាពេលវេលាដែលខ្ញុំត្រូវនៅជាមួយកូនចៅខ្ញុំហើយជាពេលវេលាខ្ញុំត្រូវទៅរៀនទៀតហើយវាជា challenge មែនទែនសម្រាប់ខ្ញុំបងប៉ុន្តែដើម្បីតម្រូវចិត្តភ្ញៀវខ្ញុំត្រូវតែអត់មានពេលវេលាឲ្យកូនខ្លះខាតពេលវេលាទៅរៀនខ្លះដើម្បីជូនភ្ញៀវទៅមើល property ហើយតកតងជាមួយការជួលនេះទៀតសោតដោយសារតែយើងជួនទៅបងមិនមែនតែភ្ញៀវមួយទៅដល់ property មួយក៏ត្រូវទេបងជួនកាល4 5ចាបងតាមត្រូវបងជួនកាលភ្ញៀវខ្លះគាត់តម្លាក់ព័ត៌មានមកឲ្យយើងរក property ជូនគាត់តម្លៃប៉ុណ្ណេះ environment ប៉ុណ្ណេះទោះបីយើងព្យាយាមរកជូនគាត់ហើយប៉ុន្តែអត់ត្រូវចិត្តគាត់ទេអញ្ចឹងជួនកាលភ្ញៀវខ្លះខ្ញុំធ្វើការជាមួយគាត់ចូលមួយខែហ្នឹងគឺជូនគាត់រាល់ល្ងាចបងមិនមែនមួយខែហ្នឹងធ្វើការដាច់គ្នាទេហើយត្រូវអង្គុយតបសារជាមួយគាត់យប់ជ្រៅទៀតជួនកាលម៉ោង2ម៉ោង3ទៀតភ្លឺហើយជួនកាលទៅល្ងាចឡើងត្រូវជូនគាត់ទៅមើល property ល្ងាចឡើងហ្នឹងណាបងដើម្បីគិតថាឲ្យគាត់ទៅយើងអាច close deal បានកម្រៃពីការជួលប៉ុន្តែជាក់ស្ដែងទៅអត់ដូចយើងគិតទេបងយើងបិទការលក់អត់បានសោះចាបងតើតើក្នុងនាមជាភ្នាក់ងារជួលអចលនទ្រព្យជាលក្ខណៈ freelance បញ្ហាច្រើនណាស់បងបញ្ហាទី1នៅពេលដែលយើងទៅយក property listing ពីម្ចាស់ផ្ទះគាត់អត់សប្បាយចិត្តជាមួយយើងគាត់មាន feel ថាអូនមកពីណាអូនហ្នឹងពីមកចូលមានបញ្ហាទេគាត់បារម្ភសុខភាពរបស់គាត់អត់ចង់ឲ្យយើងទៅចូលថតរូបភាពកន្លែងគាត់ទេទី1ទី2ទៀតសោតគាត់មានអារម្មណ៍ថាអត់ស្គាល់តម្លៃយើងហ្មងបងត្រូវចា៎តែយើងមកជា freelance ចា៎គាត់ស្គាល់តម្លៃយើងហ្មងនេះបងពីព្រោះអីគាត់គិតថាពេលខ្លះមានម្ចាស់ទ្រព្យមួយចំនួនទូចគាត់តែងយល់ឃើញថាអ្នកងារជួលអចលនទ្រព្យជីវភាពមនុស្សធ្វើនំអត់ម្សៅចាបងចាគាត់អត់សប្បាយចិត្តធ្វើការជាមួយយើងប្រហែលទេហើយក្នុងនោះដែរតេតូនទំនុកចិត្តពីភ្ញៀវចំពោះយើងភ្ញៀវខ្លះក៏អត់ទុកចិត្តយើងហ្មងដែរបងមានន័យថាគាត់ចង់ជួបម្ចាស់ផ្ទះផ្ទាល់ជួបម្ចាស់ផ្ទះផ្ទាល់បានគាត់ធ្វើការសម្រាប់ចិត្តជួលឬក៏គាត់ចង់ចរចាជាមួយម្ចាស់ផ្ទះផ្ទាល់ពីព្រោះគាត់មានអារម្មណ៍ថា
អ្នកងាយជួលជាមនុស្សម្នាក់ដែលមិនអាចទុកចិត្តបានដោយសារតែយើង freelance ចាបងចាបងតកតងជាមួយនឹងការបង្កើតក្រុមហ៊ុន 24A Synergy នេះឡាគឺខ្ញុំចង់បញ្យល់តិចតកតងជាមួយនឹងឈ្មោះរបស់ពួកខ្ញុំ 24A មានន័យថា24ម៉ោងចាបងសេវា available ចាសេវា available 24ម៉ោងមានន័យថាក្រុមហ៊ុនពួកយើងផ្ដល់សេវាជំនួយជួយទៅដល់ភ្នាក់ងារជួលទាំងអស់24ម៉ោងហើយ Synergy គឺជាពាក្យដែលយើងរួមគុំជា team work ទាំងអស់គ្នាជាក្រុមពីព្រោះអីយើងគិតថាយើងដើរជាក្រុមយើងដើរទៅយូរអង្វែងច្រើនជាងយើងដើរម្នាក់ឯងដូច្នេះខ្ញុំក៏បង្កើតក្រុមហ៊ុនឈ្មោះ 24A Synergy ចាដែលបាន register នៅក្នុងក្រសួងពាណិជ្ជកម្មរួចរាល់ហើយចាមានន័យថា 24A Synergy គឺជាឈ្មោះក្រុមហ៊ុនរបស់ពួកខ្ញុំក៏ប៉ុន្តែនៅក្នុងនោះដែរខ្ញុំមានផលិតផលរបស់ពួកខ្ញុំ product របស់ពួកខ្ញុំគឺ 24A Rental គឺជា platform មួយសម្រាប់business របស់ពួកខ្ញុំហើយក្នុងនោះដែរទាក់ទងជាមួយនឹងការបម្រើអតិថិជន24ម៉ោងគឺទី1យើងមានក្រុមការងារធ្វើការពីរវេនបងចាមានវេនថ្ងៃហើយនិងវេនយប់ហើយមួយទៀតយើងមានក្រុម call center ចាដែលគាត់ចាំបម្រើសេវាអតិថិជន24ម៉ោងហើយទី3យើងមានភ្នាក់ងារជួលអចលនទ្រព្យដែលនៅរងចាំជូនភ្ញៀវទៅដល់ផ្ទះនីមួយដូចជា condo ចានៅតាមប្រចាំការតាមខណ្ឌចាបងចានៅតាមខណ្ឌនីមួយយើងមានភ្នាក់ងារដែលជួយសម្របសម្រួលទាក់ទងជាមួយការនាំភ្ញៀវបងចាបងដូចជាខ្ញុំបានលើកពីខាងដើមមុននឹងបន្តិចដោយសារតែខ្ញុំធ្លាប់ជាភ្នាក់ងារជួលអចលនទ្រព្យ freelance ហើយខ្ញុំឃើញបញ្ហាជាច្រើនសម្រាប់ភ្នាក់ងារជួលទី1គាត់ពិបាកនៅក្នុងការរក property ជួលឲ្យត្រូវតម្រូវចិត្តភ្ញៀវមានន័យថាគាត់ត្រូវដើររកខ្លួនឯងចាខ្លួនឯងទី1ទី2ទៀតគាត់ទៅតាក់ទងភ្នាក់ងារផ្សេងពេលខ្លះគាត់អត់មានព័ត៌មានពេញដៃទេហើយទី2អ្វីដែលពួកគាត់ជួបគឺតាក់ទងជាមួយនឹងពេលវេលាដែលគាត់ត្រូវនាំភ្ញៀវទៅជួនកាលភ្ញៀវ2ភ្ញៀវ3អត់ងាយត្រូវទេបងខាតពេលវេលាខ្លាំងចាហើយទី3តាក់ទងជាមួយនឹងជាភ្នាក់ងារជួលត្រូវអង្គុយចាំតបសារភ្ញៀវយប់ជ្រៅមែនតើបងពីព្រោះខ្ញុំផ្ទាល់ខ្ញុំឆ្លងកាត់អារម្មណ៍មួយហ្នឹងព្រលឹមឡើងខ្ញុំក្រោកឡើងងាយងើដោយសារអីយើងអត់បានគេងគ្រប់គ្រាន់ចាពួកភ្ញៀវដែលគាត់មានបំណងចង់ជួលភាគច្រើនគាត់តែងតែធ្វើការសម្រេចចិត្តរក property នៅក្នុងការជួលពេលយប់នៅពេលគាត់សម្រាប់ពីការងារហើយជាក់ស្ដែងទៀតដោយសារតែខ្ញុំមើលឃើញបញ្ហាហ្នឹងហើយនិយាយស្មោះត្រង់ទៅបងខ្ញុំមិនមែនជាមនុស្សអីបកាយទេបងប៉ុន្តែដោយសារខ្ញុំផ្ទាល់ខ្ញុំមានសំណាងដែលបានដើរក្រៅប្រទេសច្រើនដូច្នេះដែរខ្ញុំមើលឃើញការរីកចម្រើនពីប្រទេសនីមួយថាផ្នែកចាមានអីដែលយើងយកអភិវឌ្ឍស្រុកយើងបានដូច្នេះហើយខ្ញុំក៏ pop up idea ជាមួយនឹងធីមការងាររបស់ពួកខ្ញុំនៅខាងសិង្ហបុរីនិងអារ៉ុបបងដើម្បីបង្កើត platform 24A Rental នេះឡើងក្នុងនោះតាក់ទងនឹង 24A Rental របស់ពួកយើងមិនមែនជា agency ឬក៏ទៅប្រគួតប្រជែងជាមួយភ្នាក់ងារជួលទេបងគឺមានន័យថា 24A Rental របស់ពួកយើងគឺជា platform ជួយសម្រួលកិច្ចការងារជាច្រើនដែលភ្នាក់ងារជួលអចលនទ្រព្យរាល់ថ្ងៃក៏កំពុងតែមានបញ្ហាមានន័យថានៅក្នុង platform របស់ពួកយើងមាន listing property ជាច្រើនបងក្នុងនោះដែរយើងមាន condo apartment shop house resort boutique មានទាំងអស់ហើយតកតងជាមួយនឹងការជួលយើងមានជួលជាថ្ងៃយើងមានជួលជាអាទិត្យជាខែជាឆ្នាំដូច្នេះហើយនៅពេលដែលភ្នាក់ងារជួលទាំងអស់គាត់ចូលមកក្នុង platform របស់ពួកយើងគាត់ click គាត់ឃើញព័ត៌មាន detail ទាំងអស់ដូច្នេះគាត់អាច pick up ព័ត៌មានក្នុងហ្នឹងយកទៅជូនភ្ញៀវរបស់ពួកគាត់អត់ចាំបាច់ទៅដើរចាខ្ញុំឃើញបញ្ហាមួយហ្នឹងហើយសារៈប្រយោជន៍សំខាន់មួយទៀត
គឺដោយសារតែក្រុម24 rental របស់ពួកយើងមានក្រុមការងារ support បងមានន័យថារាល់ថ្ងៃនេះក្រុមហ៊ុនរបស់ពួកខ្ញុំមានធីមការងារ2វេនមានវេនយប់ហើយនិងវេនថ្ងៃចាហើយបន្ថែមពីនឹងទៀតយើងមាន call center ដែលពួកគាត់ចាំរងចាំតបសារទាំងអស់ដល់អតិថិជនបងចាហើយដែលជាកលឹះសំខាន់មួយទៀតនោះដូចខ្ញុំបានជម្រាបជូនបងអញ្ចឹងយើងមានភ្នាក់ងារដែលគាត់ប្រចាំការតាមខណ្ឌនីមួយចឹងណាបងចាចាំជូនឧទាហរណ៍ថាឥឡូវភ្ញៀវតាក់ទងមកបងប៉ុន្តែបងអត់មានពេលវេលាជូនភ្ញៀវទៅទេឬក៏ schedule បងជន់គ្នាហើយចាដូច្នេះដែរបងអាចតាក់ទងមកខាងធីមពួកខ្ញុំមានភ្នាក់ងារដែលគាត់បានបណ្ដុះបណ្ដាលតាក់ទងជាមួយនឹងការនិយាយជាមួយភ្ញៀវរបៀបម៉េចហើយការបង្ហាញទ្រព្យបែបណាដែលត្រូវជាមួយនឹងអ្វីដែលភ្ញៀវគាត់ស្នើសុំព្រោះភ្ញៀវនីមួយអត់ដូចគ្នាទេបងភ្ញៀវខ្លះគាត់មានតម្រូវការរស់នៅលក្ខណៈស្ងប់ស្ងាត់ភ្ញៀវខ្លះគាត់ឆ្លាញ់បែបអ៊ូអរភ្ញៀវខ្លះគាត់ឆ្លាញ់របៀប private មែនតើមានន័យថាសម្បីតែចដាគាត់ចូលទៅហ្នឹងក៏តែគាត់ទេអត់ឲ្យអ្នកផ្សេងចូលក្នុងហ្នឹងឯងអញ្ចឹងនៅពេលដែលភ្នាក់ងារពួកយើងដែលប្រចាំតាមខណ្ឌនីមួយយើងទទួលបានការបដោះបដាថាអូខេភ្ញៀវបែបនេះលក្ខណៈបែបនេះសន្តានបែបនេះយើងគួរhandle បែបម៉េចហើយតើតើជាមួយការបិទការលក់យើងគួរបិទការលក់របៀបម៉េចពួកយើងបដោះបដាពួកគាត់ដូច្នេះដែរវាជួយសម្រួលទៅដល់ភ្នាក់ងារជួលទាំងអស់គាត់អត់ចាំបាច់អូយខ្ញុំថ្ងៃសៅរ៍ថ្ងៃអាទិត្យអត់ហ៊ានទៅណាទេត្រូវតែអង្គុយចាំជូនភ្ញៀវបងរឿងច្រើនមែនតើពេលខ្លះយើងគិតថាមិនអីទេពេលវេលានេះយើងនៅមាំខ្ញុំអាចចំណាយពេលវេលានៅយប់ជ្រៅតបសារភ្ញៀវបានព្រោះខ្ញុំនៅមាំប៉ុន្តែបងត្រូវចាំមួយទៀតបងរកលុយបាននៅពេលវេលានេះប៉ុន្តែ5ឆ្នាំទៅមុខទៀតចាថាតើលុយដែលយើងរកបានពេលនេះយើងអាចមើលថែសុខភាពយើងបានអត់ទី1ទី2បងពេលវេលាធម្មតាអ្នកភ្នាក់ងារជួលទាំងអស់ខ្ញុំជឿថាគាត់មិនមែនម្នាក់ឯងគាត់ប្រកាសជាមានគ្រួសារគាត់ប្រកាសជាត្រូវការអភិវឌ្ឍខ្លួនឯងទៅរៀនជំនាញនេះរៀនជំនាញនោះអញ្ចឹងគាត់អត់បានអភិវឌ្ឍខ្លួនឯងទេបងគាត់ត្រូវអង្គុយចាំ stand by ចា take care ភ្ញៀវមិនមានពេលវេលាមិនមានសេរីភាពអត់មានសេរីភាពទេបងជួនកាលចូលឆ្នាំខ្ជុំអីក៏ហ៊ានទៅស្រុកផងព្រោះពេលវេលាហ្នឹងភ្ញៀវក៏ត្រូវការទៅរកទ្រព្យជួលអញ្ចឹងគាត់ដាច់ខាតក៏ត្រូវ stand by ដើម្បីទទួលភ្ញៀវក៏ប៉ុន្តែនៅពេលដែលគាត់ចូលមកក្នុង platform 24 rental យើងណាបងដោយសារបច្ចុប្បន្ននេះយើងមានទ្រព្យនៅក្នុង platform របស់ពួកយើងរាប់ពាន់ហើយក្នុងនោះដែរយើងមានទាំងនៅភ្នំពេញនៅចាបណ្ដាខេត្តទៀតដូច្នេះបើសិនជាគាត់ត្រូវការរកទ្រព្យគាត់ចូល click ពុកបងគាត់រកបានយ៉ាងស្រួលហើយម្យ៉ាងវិញទៀត platform របស់ពួកយើងបងងាយស្រួលសាមញ្ញវាអត់ពិបាកស្មុគស្មាញទេបងចាបង្កើតឡើងតម្រូវការខ្មែរពីព្រោះអីធីមពួកខ្ញុំនៅខាងសិង្ហបុរីនៅខាងអឺរ៉ុបខ្ញុំបានពិភាក្សាជាមួយពួកគាត់ខ្ញុំថាបង្កើត platform មួយដែលមានភាពងាយស្រួលមែនទែនសម្រាប់ស្រុកខ្មែររបស់ពួកខ្ញុំដោយសារពួកខ្ញុំចង់និយាយថាតាក់ទងជាមួយការប្រើប្រាស់យើងចង់ចូលចិត្តអីដែលងាយស្រួលហើយមួយវិញទៀតនៅក្នុង24 rental របស់ពួកយើងproperty សំទុះទ្រព្យដែលជួលទាំងអស់នៅក្នុង platform របស់ពួកយើងគឺជាទ្រព្យពិតមានន័យថារូបភាពមិនតម្លៃអញ្ចឹងចាហើយទ្រព្យនឹងជួលនៅតនេអត់គឺយើងបង្ហាញនៅក្នុង platform របស់ពួកយើងដូច្នេះដែរគាត់អត់បារម្ភណាបងអត់បារម្ភទេអត់បារម្ភថាទ្រព្យនឹងក៏ដាក់ឲ្យភ្ញៀវទ្រព្យនឹងជួលនៅឬនៅតនេគាត់អត់បារម្ភអញ្ចឹងចំណេញពេលវេលាគាត់ច្រើនមែនតើបងតងជាមួយនឹងគុណតម្លៃរបស់ platform 24 rental របស់ពួកខ្ញុំគឺទី1ពួកយើងមានអ្នកងារដែលជួយតបសារ24ម៉ោងចាហើយគុណតម្លៃទី2គឺពួកយើងមានអ្នកងារជួយជូនភ្ញៀវរបស់បងទាំងអស់ទៅមើល property ហើយទី3មួយទៀតយើងមាន AI chatbot បងដែលយើងដំឡើងជូនភ្នាក់ងារទាំងអស់ដែលគាត់បានមកចូលនៅក្នុង platform របស់ពួកយើងប៉ុន្តែបញ្ជាក់បងតែ50អ្នកដំបូងទេចាដែលអត់គិតថ្លៃទេបងអត់គិតថ្លៃហើយ AI chatbot នេះទៀតសោតយើងភ្ជាប់ជាមួយនឹងFacebook page របស់ពួកគាត់ហើយនឹង Telegram របស់ពួកគាត់ចាមានន័យថា
យើងជាប់ជួនគាត់អត់ទៅថ្លៃទេចាត្រឹមត្រូវបងមានន័យថាយើងប្រើបច្ចេកវិទ្យា AI ជួយតបសារពីព្រោះអីធម្មតាឯងបងតាក់ទងជាមួយភ្ញៀវដែលគាត់មកសួរប្រពៃជួបរបស់ពួកយើងពីច្រើនគាត់សួរសំណួរដែរឯងហើយហេតុអីបើយើងមិនឲ្យ AI chatbot គាត់ជួយធ្វើការជំនួសយើងវាជួយសម្រួលបានច្រើនមែនទែនបងនៅពេលដែល AI chatbot គាត់តបសារអស់ហើយដល់ដំណាក់កាលដែល close deal ចាំខ្លួនគាត់ផ្ទាល់ចាក្រៅពីនេះតើមានលក្ខណៈប្រយោជន៍បន្ថែមសម្រាប់ agent ដែរបងតាក់ទងជាមួយនឹងអត្ថប្រយោជន៍សម្រាប់ agent មានច្រើនមែនទែននៅក្នុង platform ប៉ុន្តែខ្ញុំ highlight តែមួយចុះតាក់ទងជាមួយ agent គាត់អាច pick up property ដែលគាត់ឆ្លាញ់ឧទាហរណ៍ថាគាត់ឆ្លាញ់ condo អញ្ចឹងគាត់អាច pick up condo 5ដើម្បីឲ្យពួកយើងធ្វើការ promote ឲ្យពួកគាត់ហើយក្នុងនោះដែរ24 agent ថាពួកយើងមាន Facebook page ដែលមាន follower ជាង 50,000 នាក់យើងមាន YouTube channel យើងមាន Telegram group មាន Facebook group មាន TikTok ក្នុងនោះយើងអាចជួយផ្សព្វផ្សាយ promote ទាក់ទងជាមួយ property របស់ពួកគាត់បានបងចាហើយមានសារៈប្រយោជន៍ជាច្រើននៅក្នុង platform យើងទៀតបងមានន័យថា property នៅក្នុង platform របស់ពួកយើងគាត់អាចដាក់បានមកសេរីបងអត់កំណត់ទេអញ្ចឹងចាគាត់ថាយើង pick up ជួយ promote property របស់ពួកគាត់ចំនួន5ចានៅពេលដែលគាត់ខ្លាចជាភ្នាក់ងារដៃគូសហការពួកយើងចាបង 24A Rental គឺជា platform មួយខុសដោយឡែកពីគេមានន័យថាពួកយើងជា platform មួយជួយផ្សព្វផ្សាយទ្របជួលឲ្យអតិថិជនហើយទី2យើងមានក្រុមការងារ24ម៉ោងគាត់ធ្វើការដើម្បី support តបផ្សារចាហើយយើងមាន call center ទៀតហើយសំខាន់ទី3យើងមានភ្នាក់ងារដែលចាំជូនភ្ញៀវពួកគាត់ទៅមើល property នានាចឹងណាបងហើយចំណុចសំខាន់ដែលយើងជួយភ្នាក់ងារទាំងអស់គឺយើងតម្លើង AI chatbot ជូនពួកគាត់មិនគិតថ្លៃបងចាបើប្រៀបធៀបជាមួយគេហទំព័រផ្សេងវាខុសគ្នាដាច់ស្រឡះតែម្ដងចាគេហទំព័រគេផ្សេងគេគ្រាន់តែជួយផ្សព្វផ្សាយបងប៉ុន្តែសេវាផ្សេងអត់មានទេគេអត់មានផ្ដល់ជំនួយចាអត់មានផ្ដល់ជំនួយទេពួកយើងផ្ដល់ជំនួយបងចាបង4A Rental របស់ពួកយើងនេះជា platform យើងប្រើពាក្យអង់គ្លេសបងប្រើពាក្យ PropTech prop មកពីពាក្យ property ចា tech មានន័យថា technology ចាអញ្ចឹង platform របស់ពួកយើងនេះគឺជា platform ដែលយើងជួយសម្រួលទៅដល់ភ្នាក់ងារជួលអចលនទ្រព្យទាំងអស់ទី1ទី2យើងជួយសម្រួលទៅដល់ម្ចាស់ទ្រព្យទាំងអស់ចាដែលគាត់ឧទាហរណ៍ថាគាត់មាន building ជួលអញ្ចឹងទៅគាត់មានច្រើនបន្ទប់គាត់អត់ចង់ឲ្យយើងខលទៅសួរបងបន្ទប់នេះតនេអត់មិនតនេអត់វារំខានគាត់ចាអញ្ចឹងមានន័យថាក្នុង platform របស់ពួកយើងគាត់អាចដាក់ property គាត់នៅក្នុង platform របស់ពួកយើងហើយគាត់អាចគ្រប់គ្រងថាអូខេបន្ទប់នេះនៅសល់ប្រមាណ1 2 3បន្ទប់នេះអាចភ្ញៀវចេញខែនេះថ្ងៃនេះអញ្ចឹងនៅពេលដែលយើងចូលនៅក្នុង platform យើងដឹងព័ត៌មានលម្អិតតែម្ដងមានន័យថាគឺជាប្រព័ន្ធគ្រប់គ្រងអចលនទ្រព្យចាបងចាគ្រាន់តែម្ចាស់អចលនទ្រព្យគាត់អាចដាក់ព័ត៌មាននៅក្នុង platform ពួកយើងហើយគាត់ update ទៅប៉ុណ្្នឹងទៅបានហើយបងអញ្ចឹងមានន័យថាភ្នាក់ងារជួលក៏គាត់អត់ចាំបាច់ខលទៅម្ចាស់ទ្រព្យផ្ទាល់ទេមានន័យថាគាត់ដឹងហ្មងទ្រព្យនេះនៅអត់ available ពីថ្ងៃណាទៅគាត់គួរដាក់គ្នាពេលណាអញ្ចឹងណាបងអញ្ចឹងមានថាយើងស្រួលទៅវិញទៅមកទាំងអស់គ្នាចាបងអូខេអរគុណច្រើនចាបងតេតតងជាមួយនឹងការចូលរួមជាមួយ 24A Rental របស់ពួកយើងអត់ពិបាកទេបងគាត់អាចតាក់ទងក្រុមការងារពួកខ្ញុំតាម Facebook page របស់ពួកខ្ញុំឬក៏តាម website របស់ពួកខ្ញុំដោយមាន website 24a.rental ហើយក្នុងនោះដែរគាត់អាចចូលទៅ sign up នៅក្នុង platform របស់ពួកយើងព្រោះការ sign up នៅក្នុង platform របស់ពួកយើងងាយស្រួលបងគ្រាន់តែដាក់ email ឈ្មោះទីទួយហើយចាបន្ទាប់មកគាត់អាចដាក់ property listing មកពួកគាត់ក៏ប៉ុន្តែដើម្បីឲ្យគាត់ខ្លាយជាភ្នាក់ងារអចលនទ្រព្យជួល
verify agent ចា agent គាត់អាចមកចុះកុងត្រាផ្ទាល់ជាមួយពួកយើងអញ្ចឹងណាបងដើម្បីឲ្យពួកយើងបានជួយគាត់មានន័យថាពួកយើងបន្ទាប់ពី verify ពួកគាត់រួចរាល់ហើយពួកយើងអាចបំពាក់ chatbot នៅក្នុង account Facebook របស់ពួកគាត់ក៏ដូចជា Telegram ហើយទី2វិញទៀតយើងអាចជួយ pick up property ដែលគាត់បញ្ញាប់ជួលចេញបញ្ញាប់អញ្ចឹងណាបងដើម្បី pick up property ហ្នឹងមកធ្វើការផ្សព្វផ្សាយ boost ចា boost លើការផ្សព្វផ្សាយលើទីផ្សារជូនគាត់ដូច្នេះដែរតេតូនជាមួយនឹងភ្នាក់ងារអចលនទ្រព្យបើសិនជាគាត់ចង់ចូលរួមសហការជាមួយពួកយើងវាអត់ពិបាកទេបងមានភាពងាយស្រួលច្រើនហើយអ្វីដែលសំខាន់ចម្រើនចាបងចាតេតូនជាមួយនឹងការ verify នេះដែរបងបើសិនជាភ្នាក់ងារដែលគាត់រស់នៅទីក្រុងភ្នំពេញខ្ញុំលើកទឹកចិត្តឲ្យគាត់មកផ្ទាល់ដើម្បីទី1ជាទំនុកចិត្តបើនៅពេលដែលគាត់មកដល់ក្រុមហ៊ុនយើងផ្ទាល់យើងអាចចុះកុងត្រាជាមួយគ្នាទី1ទី2ទៀតយើងអាចបង្ហាញតេតូនចាដោយសារតែយើងមានអ្នកជំនាញមកពីសិង្ហបុរីបងគាត់បង្ហាញ technique ជាច្រើននៅក្នុងការប្រើប្រាស់ platform របស់ពួកយើងហើយក្នុងនោះទៀតសោតបើសិនជាភ្នាក់ងារជួលចលនាទ្រព្យគាត់នៅតាមខេត្តគាត់អាចធ្វើ online ជាមួយពួកយើងបានប៉ុន្តែយើងនឹង create meeting online មួយជាមួយពួកគាត់ដើម្បីមុននឹងឲ្យពួកគាត់ verify ព្រោះយើងត្រូវការបង្ហាត់បង្រៀនពួកគាត់ដែរឲ្យគាត់យល់ថាតើនៅពេលដែលគាត់ដាក់ property នៅក្នុង platform របស់ពួកយើងគាត់គួរជ្រើសរើសបែបណារូបភាពម៉េចអីអញ្ចឹងហើយក្នុងទៀតសោតយើងនឹងបង្ហាញតាក់ទងជាមួយនឹងផលចំណេញដែលគាត់ថានៅពេលដែលគាត់ចូលជាមួយពួកយើងគាត់មានចំណេញអីខ្លះចាបងចាតាក់ទងជាមួយការិយាល័យរបស់ពួកយើងស្ថិតនៅអគារ City Tower នៅជិត Stop Depot នេះផ្ទាល់តែម្ដងបងហើយដើម្បីឲ្យមានភាពងាយស្រួលខ្ញុំនឹង drop link location ការិយាល័យរបស់ពួកយើងផ្ទាល់ឲ្យពួកគាត់មានភាពងាយស្រួលនៅក្នុងការមករកពួកយើងណាបងចាតេតងជាមួយនឹងការផ្ញើសាររបស់ខ្ញុំជូនទៅដល់ភ្នាក់ងារជួលចលនាទ្រព្យទាំងអស់សូមអ្នកទាំងអស់គ្នាកុំគិតថា 24A Rental គឺជាដៃគូប្រកួតប្រជែងអ្វីដែលគោលដៅដែលខ្ញុំបង្កើតឡើង 24A Rental platform របស់ពួកយើងនេះគឺជា platform មួយដែលជួយសម្រួលទៅដល់ភ្នាក់ងារជួលអចលនទ្រព្យទាំងអស់ហើយក្នុងនោះទៀតសោតខ្ញុំសង្ឃឹមថានៅពេលដែលយើងរួមគ្នានៅក្នុង platform តែមួយយើងអាចរីកចម្រើនទាំងអស់គ្នាដោយជាពាក្យខ្មែរបុរាណលោកតែងតែពោលថាបើសិនជាយើងចង់ដើរលឿនដើរម្នាក់ឯងតែបើសិនជាយើងចង់ដើរយូរអង្វែងយើងដើរជាក្រុមក្នុងនោះដែរខ្ញុំសង្ឃឹមថា 24A Rental របស់ពួកខ្ញុំជាផ្នែកមួយជួយសម្រួលទៅដល់ភ្នាក់ងារ agent ទាំងអស់គ្នាដែលកំពុងតែកាន់កាប់ property ជួលនៅក្នុងប្រទេសជាណាចក្រកម្ពុជារបស់ពួកយើងទទួលបានសម្លេងរួមគ្នាមួយដើម្បីបាននៅកម្រៃគ្រប់គងទៅដល់គ្រួសាររបស់យើងក៏ដូចជាខ្លួនឯងហើយក្នុងនោះដែរយើងរួមគ្នាជាធ្លុងមួយដើម្បីបាននៅតម្លៃកិត្តិយសនៅក្នុងភាពជាភ្នាក់ងារជួលចលនាទ្រព្យទាំងអស់គ្នាចាបងអរគុណសម្រាប់ 24A Rental របស់ពួកយើងបើកទ្វារធំទូលាយចានៅក្នុងការទទួលយកបុគ្គលិកទាំងអស់ដែលចូលរួមជាមួយពួកយើងខ្ញុំអត់ចង់ប្រើពាក្យបុគ្គលិកទេបងខ្ញុំចង់ប្រើពាក្យក្រុមការងារចាមានន័យថាយើងបើកទ្វារទទួលពួកគាត់ដើម្បីពួកយើងបានបណ្ដោះបណ្ដាលពួកគាត់ចាផ្ដល់ឱកាសឲ្យពួកគាត់ទោះបីជាពួកគាត់ពុំមានបទពិសោធន៍ក៏ដោយក៏ប៉ុន្តែបើសិនជាគាត់មានឆន្ទៈថាខ្ញុំចង់ដើរក្នុងវិស័យនេះដូច្នេះ 24A Rental ឲ្យពួកយើងបើកទ្វារធំទូលាយដើម្បីទទួលយកពួកគាត់ដើរទៅមុខទាំងអស់គ្នាចាបងសម្រាប់អតិថិជនវិញ 24A Rental របស់ពួកយើងមានផ្ដល់សេវាប្រឹក្សាមានន័យថានៅពេលដែលគាត់មានតម្រូវការជួលយើងមានផ្ដល់សេវាប្រឹក្សាជូនគាត់ទាក់ទងជាមួយតម្រូវការជួលគាត់តម្រូវឲ្យត្រូវជាមួយនឹងអាជីវកម្មរបស់គាត់ឧទាហរណ៍ថាគាត់ចង់ជួលបើអាជីវកម្មលក់ខោអាវកូនក្មេងអញ្ចឹងគាត់គ្រាន់តែប្រាប់ពីគោលបំណងរបស់ពួកគាត់មកដល់ចាយើងនឹងរកទីតាំងប្រភេទផ្ទះឲ្យត្រូវជាមួយនឹងអតិថិជនគោលដៅដែលគាត់ចង់បានដូច្នេះដែរអ្វីដែលអតិថិជនគាត់ទទួលបានគឺគាត់អត់បារម្ភទាក់ទងនឹងការស្វែងរកទៅមើលផ្ទះពី3កន្លែងអត់ត្រូវចាបានជាដើររកដូចមុនទៀតទេ
មានន័យថាអញ្ចឹងបង24 rental ពួកយើងនៅពេលដែលយើងដាក់ទ្របចូលក្នុង platform គឺទ្របទាំងអស់យើងទៅបានផ្ទៀងផ្ទាត់ថាតើទ្របនឹងបិទទេតម្លៃត្រូវទេទ្របនឹងនៅទំនេរនៅឡើយឬក៏ជួបបាត់ហើយទី1ទី2ទៀតរាល់ភ្នាក់ងារអចលនទ្របដែលបានដាក់ platform នៅក្នុងដាក់ទ្របនៅក្នុង platform ពួកយើងក៏បានផ្ទៀងផ្ទាត់ដែរបងថាគាត់គឺជាភ្នាក់ងារអចលនទ្របពិតប្រាកដទេចាបងដូច្នេះដែរអតិថិជនគាត់មានអារម្មណ៍ថាទំនុកចិត្តចាបងចាហើយក្នុងនោះទៀតសោះបើសិនជាអតិថិជនជានារីភេទពេលខ្លះគាត់ចង់ទៅមើលទ្រព្យក៏ខ្លាចបងតែអ្វីដែលយើងផ្ដល់ឲ្យគាត់គឺភ្នាក់ងារយើងគឺជាភ្នាក់ងារត្រឹមត្រូវចាយើងមានឯកសណ្ឋានយើងមានការយើងមានក្រុមហ៊ុនត្រឹមត្រូវដូច្នេះដែរក៏ធ្វើឲ្យភ្ញៀវគាត់មានអារម្មណ៍កក់ក្ដៅកក់ខ្លាច